តើអ្វីទៅជាការដឹកជញ្ជូនពណ៌បៃតងហើយហេតុអ្វីបានជាវាមានសារៈសំខាន់សម្រាប់អនាគតក្នុងវិស័យដឹកជញ្ជូនតើអ្នកធ្លាប់ដឹងទេថាការដឹកជញ្ជូនទំនិញមួយទូពេញអាចបញ្ចេញ CO2 ប្រហែលជា2តោននៅក្នុងបរិយាកាសក្រុមហ៊ុនដឹកជញ្ជូនធំដូចជា Maersk, DHL, FedEx និងក្រុមហ៊ុនធំៗមួយចំនួនទៀតកំពុងចាប់ផ្ដើមបំលែងប្រព័ន្ធការដឹកជញ្ជូនខ្លួនទៅជាការដឹកជញ្ជូនបៃតងដែលយើងហៅថា Green Logistics ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានថ្ងៃនេះយើងនឹងទៅបកស្រាយសំណួរដែលពាក់ព័ន្ធជាមួយនឹង Green Logistics ហ្នឹងតើវាមានសំណួរអីខ្លះតើអ្វីទៅយើងនឹងទៅបកស្រាយថាតើអ្វីទៅជា Green Logistics វាមានដំណើរការយ៉ាងដូចម្តេចហើយហេតុអ្វីបានជា Green Logistics ជាគន្លងថ្មីនៃវិស័យដឹកជញ្ជូននាពេលអនាគតនៅសម័យបច្ចុប្បន្នឧស្សាហកម្មដឹកជញ្ជូនគឺជាផ្នែកមួយនៃការបញ្ចេញឧស្ម័នកាបូនច្រើនជាងគេបំផុត Green Logistics គឺជាវិធីសាស្ត្រដឹកជញ្ជូនដែលមានគោលបំណងកាត់បន្ថយការប្រើប្រាស់ថាមពលបំភាយកាបូននិងការប៉ះពាល់ដល់បរិស្ថានប្រទេសមហាអំណាចជាច្រើនដូចជាអាមេរិកចិនសិង្ហបុរីអង់គ្លេសនិងកូរ៉េខាងត្បូងកំពុងអនុវត្ត Green Logistics នេះជាផ្លូវការអូខេដោយសពមួយដងមុននឹងយើងចូលដល់ប្រធានបទលម្អិតយើងទៅរំលឹកអំពីវីដេអូមុនដែលជាអេពីសូតទី14ដែលនិយាយអំពីការចារតម្លៃ What is custom valuation វាមិនបានវាហៅថាចារតម្លៃខ្ញុំនឹងរំលឹកតិចចុះការចារតម្លៃគឺជាការកណនារបស់គយដើម្បីឲ្យយើងដឹងអំពីចំនួនទឹកប្រាក់ដែលយើងត្រូវបង់ដែលជាកាតព្វកិច្ចរបស់យើងដែលត្រូវបង់សម្រាប់អ្នកនាំចូលទុំណេញអញ្ចឹងបើសិនជាលោកអក្សរីសម្រាប់កំពុងតែទស្សនាអេពីសូតទី15នេះហើយអត់ទាន់បានទស្សនាអេពីសូតទី14ដែលយើងនិយាយអំពីធានបទការចារតម្លៃលោកស្រីអាចចូលក្នុង playlist ចូលក្នុង playlist ហ្នឹងទៅអញ្ចឹងមាន14វីដេអូនៅខាងក្នុងហ្នឹងលោកស្រីមានចំណងជើងមានអីលោកស្រីអាចចាប់អារម្មណ៍ចំណងជើងមួយណាលោកស្រីអាចចូលទៅទស្សនានិង comment ជាមតិយោបល់បានអូខេអញ្ចឹងឥឡូវយើងចូលដល់ប្រធានបទរបស់យើងវិញដែលជាអនាគតជា future តើអ្វីទៅជា Green Logistics ភស្តុភារបៃតងការដឹកជញ្ជូនពណ៌បៃតងអូខេ Green Logistics គឺជាការអនុវត្តនៃប្រព័ន្ធដឹកជញ្ជូននិងផ្គត់ផ្គង់ដែលមានគោលដៅកាត់បន្ថយផលប៉ះពាល់ឧស្ម័នប្រើធនធានឲ្យមានប្រសិទ្ធភាពនិងធ្វើឲ្យប្រព័ន្ធដឹកជញ្ជូនទាំងអស់លើពិភពលោកស្អាតជាងមុនម្ដងទៀតអ្វីទៅជា Green Logistics Green Logistics គឺជាការអនុវត្តនៃប្រព័ន្ធដឹកជញ្ជូននិងផ្គត់ផ្គង់ដែលមានគោលដៅកាត់បន្ថយផលប៉ះពាល់បរិស្ថានប្រើធនធានមនុស្សឲ្យមានប្រសិទ្ធភាពនិងធ្វើឲ្យប្រព័ន្ធដឹកជញ្ជូនទាំងអស់លើពិភពលោកស្អាតជាងមុនឧទាហរណ៍ក្រុមហ៊ុន DHL បានផ្លាស់ប្ដូរប្រើប្រាស់ពីឡានធម្មតាមកប្រើប្រាស់ឡានអគ្គិសនីសម្រាប់ដឹកទំនិញទូទាំងពិភពលោកក្រុមហ៊ុនកប៉ាល់យក្សរបស់ Maersk ប្រើនាវាប្រេងបដូរពីប្រេងធម្មតាមក Methanol Green Fuel គឺជាប្រេងដែលប្រេងហ្នឹងមានន័យថាវាបញ្ចេញឧស្ម័ន CO2 ហ្នឹងគឺតិចបំផុតបើប្រៀបធៀបជាមួយនឹងការយើងប្រើប្រភេទប្រេងធម្មតាអូខេអញ្ចឹងយើងចូលដល់ទី2ដំណើរថាវាមានដំណើរការយ៉ាងដូចម្ដេច Green Logistics មានដំណើរការសំខាន់ចំនួន4នៅគេខ្លះតោះយើងទៅមើលទាំងអស់គ្នាទី1 Eco Transport ការដឹកជញ្ជូនបៃតងប្រើរថយន្ត Hybrid ឬក៏ Electronic Truck អញ្ចឹងដូចខាងលើអញ្ចឹងពួកគាត់បានផ្លាស់ប្ដូរឲ្យក្រុមហ៊ុនយក្សក្រុមហ៊ុនធំលំដាប់ពិភពលោកហ្នឹងក៏បានបដូរមកប្រើ Hybrid ឬក៏ឡាន Truck អគ្គិសនីមើលទី1នេះការដឹកជញ្ជូនបៃតងមានប្រើ Hybrid Electronic Truck កាត់បន្ថយការប្រើប្រាស់ប្រេងប្រើ software ដើម្បីគណនាការស្ទះចម្ងាយផ្លូវដឹកជញ្ជូនដើម្បីជៀសវាងផ្លូវគ្មានប្រសិទ្ធភាពអូខេនេះទី1អញ្ចឹងដំណើរការសំខាន់ទី2របស់ Green Logistics មានដូចជា Green Warehouse ឃ្លាំងបៃតងខាងលើការដឹកជញ្ជូនបៃតងទី2គឺ Green Warehouse ឃ្លាំងបៃតងប្រើ solar កាត់បន្ថយភ្លើងអគ្គិសនីយើងប្រើ solar សម្រាប់នៅក្នុងឃ្លាំងរបស់យើងប្រើប្រព័ន្ធ smart lighting ឬក៏មាន sensor បិទបើកអូតូចឹងទៅដើម្បីយើងជួយសន្សំចៃភ្លើងអញ្ចឹងដំណើរការសំខាន់ទី3មាន packaging optimization ការកាត់បន្ថយសម្ភារៈកុំឲ្យប៉ះពាល់ដល់បរិស្ថានការអញ្ចឹងការ package យើងកាត់បន្ថយខ្លះប្រើកាតុង recycle ឬសម្ភារៈអាចដកប្រើបានម្ដងទៀតអញ្ចឹងកាតុងណាដែល recycle បើវានៅត្រង់ទេស្អាតទេយើងទុកប្រើបើខ្ចប់ឲ្យបានផ្សេងទៀតមកបញ្ចុះទំហំប័កឲ្យសមស្របទៅនឹងទំនិញដើម្បីសន្សំសំចៃថ្លៃដើមនិងកាត់បន្ថយកាបូនអញ្ចឹងប័កអស់មកលើសភៅយើងប៉ុណ្ណឹងអញ្ចឹងទំហំប័កយើងធ្វើលើសបន្តិចបន្តួចបានហើយដើម្បីវេចខ្ចប់សភៅហ្នឹងអូខេអញ្ចឹងសម្រាប់ដំណើរការសំខាន់ទី4គឺ reverse logistics ការដឹកត្រឡប់ទំនិញកន្លែងហ្នឹងមានន័យថាការ
ប្រើឡើងវិញក៏កាត់ដឹកត្រឡប់សម្ភារៈដែលយើងគិតថាបោះបង់ដូចជា pallet ដូចជាសម្ភារៈយើងអាចថាយើងយកមក recycle បានមកវិញហ្នឹងដើម្បីកាត់បន្ថយសំណល់យ៉ាអញ្ចឹងមាន4ហ្នឹងអញ្ចឹងម្ដងទៀត green logistics មានដំណើរការយ៉ាងដូចម្ដេចទី1 eco transport ទី2 green warehousing ទី3 packaging optimization ទី3 reverse logistics អូខេសំណួរបន្ទាប់ហេតុអ្វីបានជាការដឹកជញ្ជូនត្រូវទៅជាពណ៌បៃតងមូលហេតុអីអូខេយើងមានមូលហេតុសំខាន់ចំនួន2គឺទី1ការផ្លាស់ប្ដូរបរិយាកាស climate change វិស័យដឹកជញ្ជូនបញ្ចេញកាបូនប្រមាណ 20% នៃកាបូនសរុបទូទាំងពិភពលោកព្រោះនេះសំខាន់ប្រទេសអភិវឌ្ឍកំពុងស្នើឲ្យក្រុមហ៊ុនដឹកជញ្ជូនធំលំដាប់ពិភពលោកកាត់បន្ថយកាបូនគេហៅថា net zero goal យ៉ាអញ្ចឹងមូលហេតុសំខាន់ទី2គឺការចំណាយលើសេដ្ឋកិច្ច economic efficiency ការប្រើប្រេងតិចជាងមុនកាត់បន្ថយថ្លៃដឹកជញ្ជូនប្រើប្រព័ន្ធវៃឆ្លាតដើម្បីបន្ថែមផលិតភាពគឺថា AI road optimization អញ្ចឹងនេះគឺជាមូលហេតុដែលយើងទៅជា logistics បៃតងមាន2អញ្ចឹងម្ដងទៀតមូលហេតុសំខាន់មាន2ការផ្លាស់ប្ដូរអាកាសធាតុ climate change ដោយសារវិស័យដឹកជញ្ជូនគឺបញ្ចេញកាបូនរហូតដល់ 20% នៃកាបូនសរុបទូទាំងពិភពលោកយ៉ាងទី2ការចំណាយលើសេដ្ឋកិច្ច economic efficiency អូខេអញ្ចឹងឥឡូវយើងចូលដល់ឧទាហរណ៍សម្រាប់ក្រុមហ៊ុនធំដែលគាត់កំពុងតែអនុវត្តហើយអញ្ចឹងឥឡូវយើងនឹងដេញមកសម្រាប់ក្រុមហ៊ុនមធ្យមនិងក្រុមហ៊ុនតូចអញ្ចឹងឧទាហរណ៍ជាក់ស្ដែងក្រុមហ៊ុន DHL Go Green Program ក្រុមហ៊ុន DHL បានប្រើរថយន្តអគ្គិសនីជាង 26,000 គ្រឿងហើយប្រើពន្លឺព្រះអាទិត្យនៅក្នុងឃ្លាំងនៅទូទាំងតំបន់អាស៊ីហើយគោលដៅរបស់ DHL គឺកាត់បន្ថយកាបូន0នៅក្នុងឆ្នាំ2050យ៉ាអញ្ចឹងលោកស្រីអាចcomment ពាក្យ DHL ទាំងអស់គ្នាទៅអបអរសាទរឲ្យគាត់ដែលគាត់បាន Go Green Program នេះគឺជាក្រុមហ៊ុនធំលំដាប់ពិភពលោកអញ្ចឹងទី2លោកស្រីអាច comment ពាក្យថា Maersk ក្រុមហ៊ុនកប៉ាល់ដែលធំលំដាប់ពិភពលោកក៏គាត់ទៅ Go Green ដែរក្រុមហ៊ុន Maersk Green Vessel ប្រើប្រេង methanol ជំនួស diesel អញ្ចឹងដូចខ្ញុំនិយាយវីដេអូខាងលើអញ្ចឹងmethanol ហ្នឹងគឺវាពេលយើងប្រើទៅវាបញ្ចេញអាឧស្ម័ន CO2 ទៅបរិយាកាសទៅបរិស្ថានហ្នឹងវាថយបានច្រើនជាងយើងប្រើប្រេងហៅថា diesel ហ្នឹងកាត់បន្ថយការបញ្ចេញកាបូនរហូតដល់ 60% ក្នុងការដំណើរការអញ្ចឹងពីបដូរពីប្រេង methanol មក diesel ហ្នឹងគឺយើងជួយកាត់បន្ថយកាបូនចេញពីកប៉ាល់ហ្នឹងរហូតដល់ 60% អញ្ចឹងលោកស្រីអាច comment ពាក្យ Maersk ហើយអបអរសាទរគាត់ទាំងអស់គ្នាមួយ DHL មួយ Maersk អូខេក្រុមហ៊ុនមួយទៀតគឺក្រុមហ៊ុន Amazon ប្រើ AI ដើម្បីកាត់បន្ថយប្រសិទ្ធភាពហើយឃ្លាំងរបស់គាត់បច្ចុប្បន្នហ្នឹងគឺបង្កើតឃ្លាំង net zero emission អូខេអញ្ចឹងក្រុមហ៊ុនធំៗដល់ប្រលោកទាំង3ហ្នឹងលោកស្រីក៏មិនអបអរសាទរគាត់តិចទៅមាន DHL មាន Maersk មាន Amazon អូខេបន្ទាប់តើ Green Logistics អាចអនុវត្តនៅប្រទេសកម្ពុជាបានដែរឬទេតោះឥឡូវ comment ទាំងអស់គ្នាប្រើខាងលើហ្នឹងសិតតែក្រុមហ៊ុនយៈអញ្ចឹងមានសំណួរមួយសួរថាតើក្រុមហ៊ុនដឹកជញ្ជូននៅប្រទេសកម្ពុជានេះអាចអនុវត្តបានអត់សម្រាប់ Green Logistics ហ្នឹងឥឡូវយើងទៅមើលអ្វីដែលសម្រាប់កន្លែងនេះគឺសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនយើងទាំងអស់គ្នាអូខេក្រុមហ៊ុន Import Export អាចចាប់ផ្ដើមដោយកាត់បន្ថយការប្រើប្រាស់ក្រដាសមកប្រើ e-document វិញទី2ប្រើរថយន្តប្រើប្រេងអ្នកស៊ីប្រេងតិចឬក៏ជួសជុលប្រព័ន្ធម៉ាស៊ីនជាប្រចាំបើសម្រាប់ tracking នៅស្រុកខ្មែរយើងអត់ទាន់ខ្ញុំអ្វីដែលខ្ញុំឃើញគឺមានបណ្ដាពាក់ព័ន្ធមួយ track ដែលប្រើ EV ហ្នឹងខ្ញុំឃើញក្រុមហ៊ុនមានតែវាអត់ទាន់មានច្រើនទេអញ្ចឹងបើសិនជាយើងកំពុងតែប្រើឡានដឹកដែលប្រើពួក diesel ពួកប្រេងហ្នឹងយើងអាចអាសាជួសជុលមើលប្រព័ន្ធមើលអីវាទៅកុំឲ្យវាចេញអាផ្សែងខ្មៅដែលយើងឃើញឡានដឹកតំណែងភាគច្រើនហ្នឹងគាត់អត់សូវតែខាហ្នឹងគឺវាចេញផ្សែងខ្មៅច្រើនហ្នឹងគឺ CO2 ហើយប៉ះពាល់បរិស្ថានហើយទី3ប្រើឃ្លាំងប្រកបដោយមានប្រសិទ្ធភាពប្រើថាមពល solar យើងមិនត្រូវប្រើអគ្គិសនីច្រើនទី4សហការជាមួយ freight forwarder ដែលមានគោលការណ៍ green logistics អញ្ចឹងឥឡូវយើងឃើញមានកប៉ាល់មួយគឺកប៉ាល់ Maersk អញ្ចឹងបើយើងជាក្រុមហ៊ុនដឹកជញ្ជូនអាច booking ទៅ Maersk ទៅដោយសារយើង support អ្នកដែរមានគោលដៅគោលបំណងទៅ green logistics ទាំងអស់គ្នាអូខេអញ្ចឹងឥឡូវយើងសង្ខេបឡើងវិញយើង debrief ឡើងវិញ green logistics មិនមែនជាជម្រើសទេប៉ុន្តែវាជាផ្លូវតែមួយគត់សម្រាប់អនាគតនៃការដឹកជញ្ជូនបើអ្នកនៅក្នុងវិស័យ freight forwarding ឬក៏ import export ការយល់ដឹងអំពី green logistics នឹងជួយអ្នកចូលរួមក្នុងចលនាពិភពលោកបៃតង World Green World ហ្នឹងលោកស្រីធ្លាប់ឮហើយអញ្ចឹងពិភពលោកនឹងមានកម្មវិធីហ្នឹងអញ្ចឹងក្នុងវិស័យភស្តុភារកម្ម logistics យើងក៏មាន green logistics ដើម្បី support ពាក់ព័ន្ធជាមួយនឹងពិភពលោកបៃតងដូចគ្នាអូខេអញ្ចឹងមានប៉ុណ្ណឹង green logistics យើងទៅមិនកាត់បន្ថយឧស្ម័ន CO2 ហ្នឹងឲ្យបានច្រើនហើយកាត់បន្ថយកាបូនដែលមានរៀបរាប់ខាងលើទាំងអស់ហ្នឹងហើយក្រុមហ៊ុនយៈកំពុងតែទៅហើយអញ្ចឹងយើងក្រុមហ៊ុនយើងនៅស្រុកខ្មែរយើងទៅមួយ step តិចទៅអូខេអញ្ចឹង
អរគុណម្ដងទៀតសម្រាប់លោកស្រីដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះអញ្ចឹងកុំភ្លេច comment បើសិនជាលោកស្រីចង់ឲ្យខ្ញុំនិយាយអ្វីអំពីប្រធានបទបន្ទាប់ទៀតកុំភ្លេចទុក comment មកហើយបើសិនជាការចែកម្លែកមានចន្លោះខុសខាតដល់កន្លែងណារៀមច្បងដែលគាត់បានមើលឃើញវីដេអូនេះអាច comment កន្លែងនេះបងអូនធ្វើចេះនិយាយចេះអត់ត្រូវទេបងអូននិយាយលឿនពេកនិយាយយឺតពេកបែបណាសម្រាប់រៀមច្បងអាច comment ដើម្បីរិះគន់ដើម្បីស្ថាបនាហើយបើសិនជាគាត់ថាវីដេអូនេះមានប្រយោជន៍លោកស្រីអាចចែកម្លែកវីដេអូនេះទៅកាន់មិត្តភក្តិបងប្អូនដែលបានស្គាល់អរគុណសម្រាប់ការ like follow និង subscribe អរគុណម្ដងទៀតសម្រាប់ការចំណាយពេលវេលាទស្សនាវីដេអូមួយនេះក៏សូមជូនពរលោកស្រីជួបតែសេចក្តីសុខនិងសុភមង្គល